ជីវិតខ្ញុំពេលនេះបើសិនជាអ្នកទាំងអស់គ្នាមើលទៅអ្នកទាំងអស់គ្នាប្រហែលជាឃើញថាអូជីវិតខ្ញុំមានសេចក្តីសុខខ្ញុំរស់នៅមានសុភមង្គលខ្ញុំមានសំណាងដែលបានរស់នៅក្រៅប្រទេសអីចឹងតែបើសិនជាអ្នកទាំងអស់គ្នាមើលទៅអតីតកាលរបស់ខ្ញុំវិញអ្នកទាំងអស់គ្នានឹងដឹងថាខ្ញុំគឺជាក្មេងស្រីម្នាក់ដែលធ្លាប់ធ្វើការងារឲ្យគេហើយត្រូវបានគេដេញចេញអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេខ្ញុំត្រូវបានគេដេញចេញពិតមែនខ្ញុំជាអ្នកសុំឈប់ពីការងារដោយខ្លួនឯងទេហើយថ្ងៃហ្នឹងខ្ញុំចង់មកនិយាយពីជីវិតរបស់ខ្ញុំបន្ទាប់ពីគេដែលខ្ញុំចេញហើយតើជីវិតរបស់ខ្ញុំធ្លាក់ដុនដាបឬក៏រីកចម្រើនដល់ណាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យក៏ដូចជាប្រឡងឌីប្លូមនៅឆ្នាំ2022ហើយនៅឆ្នាំ2023ខែ3ខ្ញុំក៏ចាប់ផ្ដើមរកការងារធ្វើនៅទីក្រុងភ្នំពេញការងារដំបូងបង្អស់នៅក្នុងឆាកជីវិតរបស់ខ្ញុំនោះគឺធ្វើការងារជាគ្រូបង្រៀន full time នៅក្នុងសាលាអន្តរជាតិមួយកន្លែងខ្ញុំបង្រៀនក្មេងអាយុ3ឆ្នាំឬក៏ក្រោម3ឆ្នាំហើយខ្ញុំធ្វើជាគ្រូបង្រៀនអង់គ្លេសហងនិងខ្មែរផងអាចនិយាយបានថាពេលហ្នឹងភាសាអង់គ្លេសខ្ញុំនៅមានកម្រិតហើយចំណេះដឹងរបស់ខ្ញុំនៅមានកម្រិតទាំងអស់តែកន្លែងការងាររបស់ខ្ញុំដំបូងគេហ្នឹងនៅសាលាអន្តរជាតិមួយហ្នឹងគឺគាត់បានផ្ដល់ចំណេះដឹងផ្ដល់បទពិសោធន៍ផ្ដល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំព្រោះខ្ញុំដូចជាกระดาษសមួយដែលអត់ទាន់ប្រឡូកក្នុងការងារចឹងអ្នកទាំងអស់គ្នាតែនៅកន្លែងហ្នឹងបានផ្ដល់បទពិសោធន៍ឲ្យខ្ញុំជាច្រើនដែលខ្ញុំអាចរៀនបានពីកន្លែងហ្នឹងធ្វើការនៅកន្លែងហ្នឹងខ្ញុំអាចនិយាយបានថាវាគឺជាបទពិសោធន៍ដ៏ល្អមួយបំផុតនៅក្នុងជីវិតរបស់ខ្ញុំព្រោះអីអ្នកទាំងអស់គ្នាជាទូទៅបើគេប្រាប់ថាអញ្ចឹងពេលអូនចូលធ្វើការទៅអូននឹង toxic អូននឹងជួបរឿងអ្វីជាច្រើននៅក្នុងជីវិតរបស់អូនហើយគេគឺពិតជានិយាយត្រូវមែនតែកន្លែងការងារទី1របស់ខ្ញុំខ្ញុំអត់ជួបរឿងអស់ហ្នឹងទេគឺកន្លែងការងារខ្ញុំគឺ smooth ក្រុមការងារស្រស់ដៃស្រស់ជើងគ្នាមេបើកលុយឲ្យរៀងរាល់ខែតនពេលតនវេលាពេលខ្លះគាត់បើកលុយឲ្យយើងមុនទៀតហើយអត់មានការ stress អីទេក៏ប៉ុន្តែខ្ញុំត្រូវទៅចាក់ចេញពីកន្លែងហ្នឹងដោយសារតែខ្ញុំចង់ទទួលបានបទពិសោធន៍អ្វីៗថ្មីជាច្រើនទៀតនៅក្នុងជីវិតរបស់ខ្ញុំមិនអាចនៅតែមួយកន្លែងនឹងបានទេព្រោះមនុស្សខ្ញុំចូលចិត្តដើរចោះដើរឡើងខ្ញុំអត់ចេះនៅតែមួយកន្លែងទេហើយណាមួយខ្ញុំក្មេងដែរអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំចូលធ្វើការហ្នឹងខ្ញុំទៅតែអាយុ17-18ឆ្នាំហ្នឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងអាចថាខ្ញុំនៅមានឱកាសជាច្រើនទៀតដែលខ្ញុំគួរតែស្វែងរកខ្លួនឯងហើយខ្ញុំក៏បានចាក់ចេញពីកន្លែងមួយហ្នឹងទៅរកកន្លែងការងារថ្មីមួយទៀតប្រកាសណាអ្នកទាំងអស់គ្នារកការងារថ្មីមួយទៀតក៏វាមិនស្រួលដែរទោះខ្ញុំមានបទពិសោធន៍មួយឆ្នាំហើយក៏ដោយហើយខ្ញុំព្យាយាមរកសាលាផ្សេងទៀតព្រោះខ្ញុំមានបទពិសោធន៍ខាងបរិញ្ញាស្រាប់ហើយអញ្ចឹងខ្ញុំដើររកកន្លែងផ្សេងទៀតនៅតាមអ៊ីនធឺណិតនៅតាម website ដែលគេថារកការងារបានណាអ្នកទាំងអស់គ្នាហើយខ្ញុំក៏ apply ទៅដូចជា10កន្លែងជាងបន្ទាប់មកទៀតអ្នកដែលគេហៅខ្ញុំទៅសភាហ្នឹងក្រុមហ៊ុនដែលគេហៅខ្ញុំទៅសភាបានតែ5កន្លែង4កន្លែងអីទេគឺយើងដាក់ CV ចោលចឹងណា CV ខ្លះក៏គេមើល CV ខ្លះក៏គេអត់មើលហើយនៅពេលដែលខ្ញុំសភាគេមានសាលាខ្លះតម្រូវឲ្យខ្ញុំសភាអនឡាញសាលាខ្លះទៀតតម្រូវឲ្យខ្ញុំសភាផ្ទាល់ហើយនៅពេលដែលខ្ញុំសភាហើយមានសាលា2ដែលចាប់អារម្មណ៍ខ្ញុំសាលាទី1ខ្ញុំអាចឲ្យឈ្មោះថាសាលា A ចោះហើយសាលាទី2ខ្ញុំឲ្យឈ្មោះថាសាលា B បកមកសាលា A នៅពេលដែលគាត់សម្ភាសខ្ញុំវិញអ្នកទាំងអស់គ្នាខ្ញុំនៅពេលដែលគាត់សម្ភាសខ្ញុំរៀងខ្នក់ចិត្តមួយគាត់ដែរក៏ព្រោះថាពេលហ្នឹងអាចនិយាយបានថាភាសាអង់គ្លេសរបស់ខ្ញុំនៅមានកម្រិតអញ្ចឹងពេលយើងសម្ភាសយើងដាក់ពាក្យជាគ្រូបង្រៀនខ្ញុំដាក់ជាគ្រូភាសាអង់គ្លេសគេក៏សម្ភាសយើងជាភាសាអង់គ្លេសដែរអ្នកទាំងអស់គ្នាហើយយើងត្រូវនិយាយអង់គ្លេសមួយគាត់កំឡុងពេលដែលសម្ភាសហ្នឹងត្រូវហើយអ្នកទាំងអស់គ្នាភាសាអង់គ្លេសយើងនៅមានកម្រិតយើងនិយាយនៅ big តែអ្វីដែលគាត់បោះសម្ដីមកលើខ្ញុំហ្នឹងគឺខ្ញុំពិបាកនឹងទទួលយកខ្លាំងណាស់ចាំខ្ញុំដាក់សំឡេងដែលគាត់សភាខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ Every day while you are talking with foreigner, if you speak like that, how the foreigner understand you if you speak like with English like that? We are teaching kindergarten level and childcare, so the student might copy your language too, okay? Because kid as like a white blank pepper. ដោយតែអ្នកទាំងអស់គ្នាបានស្ដាប់ចឹងគាត់បានសួរខ្ញុំថានៅពេលដែលខ្ញុំនិយាយអង់គ្លេសមួយជនជាតិបើខ្ញុំនិយាយបែបហ្នឹងខ្ញុំនិយាយលេខខ្មែរខ្ញុំនិយាយប៊ីបែបហ្នឹងតើជនជាតិអាចស្ដាប់ខ្ញុំបានអត់ហើយខ្ញុំត្រូវបរៀនក្មេងអញ្ចឹងអង់គ្លេសខ្ញុំក៏ត្រូវតែស្ទាត់ទៅតាមនឹងដែរព្រោះក្មេងគាត់ជាกระดาษសហើយខ្ញុំរៀងពិបាកទទួលយកកន្លែងហ្នឹងបន្តិចអ្នកទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំក៏បានជាប់ហើយខ្ញុំក៏បានទៅជួបគាត់កំឡុងពេលដែលខ្ញុំជាប់ទៅជួបគាត់ហ្នឹងគាត់តម្រូវឲ្យខ្ញុំចុះហត្ថលេខាភ្លាមហ្មងហើយខ្ញុំអត់ទាន់ចង់ទេនៅក្នុងពេលដែលខ្ញុំជាប់នៅសាលា A ហ្នឹងខ្ញុំក៏ជាប់នៅសាលា B ដូចគ្នាគេបានសភាខ្ញុំហើយដូចគ្នាហើយខ្ញុំមើលទៅលោកគ្រូដែរគាត់សភាខ្ញុំហ្នឹងគឺវា match នឹង energy របស់ខ្ញុំណាអ្នកទាំងអស់គ្នាមានន័យថាខ្ញុំគិតថាខ្ញុំអាចធ្វើការមួយគាត់ស្រួលជាងសាលា A ហើយខ្ញុំក៏បដិសេធសាលា A ពាក់កណ្ដាលទីគេក៏ខឹងខ្ញុំដោយសារតែមិនបានយល់ព្រមចង់
ចោះកិច្ចសន្យាជាមួយគេហើយទៅជាជ្រើសយកសាលា B វិញចឹងណាតែខ្ញុំគិតថាខ្ញុំនៅតែមានចម្រើសដដែលហើយគាត់បានគម្រាមខ្ញុំទៀតថាចាបើសិនជាអ្នកគ្រូអត់បរៀននៅសាលាខ្ញុំហើយខ្ញុំនឹងបែនអ្នកគ្រូចេញពីសាខាសាលាខ្ញុំទាំងអស់អ្នកគ្រូនឹងអាចដាក់ពាក្យទៅសាលាសាខារបស់ខ្ញុំផ្សេងទៀតបានទេឈ្មោះរបស់អ្នកគ្រូនឹងត្រូវចូលបញ្ជីខ្មៅរបស់យើងហើយពេលហ្នឹងអាចនិយាយបានថាខ្ញុំនៅក្មេងដែរខ្ញុំដូចជាទៅតែ18ឆ្នាំទេខ្ញុំឮគេនិយាយចឹងខ្ញុំចោះមកវិញចោះពីសាលារបស់គេវិញជិះម៉ូតូមកផ្ទះទាំងទឹកភ្នែកអ្នកទាំងអស់គ្នាខ្ញុំយំក៏ព្រោះតែខ្ញុំមានអារម្មណ៍ថាខ្ញុំខកដែលខ្ញុំបានបដិសេធគេហើយខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យខ្លាចដែលខ្ញុំអត់អាចរកការងារផ្សេងទៀតបានដោយសារតែវីដេអូនេះវារៀងវែងពេកអញ្ចឹងភាគមួយខ្ញុំសូមបញ្ចប់ទៅត្រឹមហ្នឹងណាអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា